គ្នាយើងឲ្យតែបានដល់ Cambodia ណាភ្លេចលេងហ្នឹងឯងព្រោះលេងហ្នឹងវាសំខាន់មែនតើសម្រាប់បងប្អូនគ្នាជាពិសេសខ្ញុំក៏បានឡើងនឹងដែរព្រោះថាបើមិនបានឡើងនឹងម្ដងមិនអស់ចិត្តអញ្ចឹងណាព្រោះមានអ្នកអួតព្រោះលេងហ្នឹងឲ្យតែបានថតនៅនឹងម្ដងពូនភ័ក្រនៅផ្ទះអញ្ចឹងណាគ្នាយើងក៏ដូចគ្នាដែរបើថតនឹងព្រឹត្តភាពហ្នឹងដើម្បីអួតអ្នកផ្ទះនៅផ្ទះអញ្ចឹងថាខ្ញុំមកដល់ Cambodia ហើយនេះអញ្ចឹងណាបើជំរាបសួរជំរាបសៀបទាំងសុខដូចគ្នាយើងទាំងគ្នាជាពិសេសម្នាក់ផងដែរបាទអូខេថ្ងៃនេះខ្ញុំនាំដល់គ្នាឡើងនៅភ្នំមួយអូកុំភ្លេចគ្នាយើងមុននឹងយើងឡើងភ្នំសូមរីកមិនតិចគ្នាយើងបាទគ្នាបើសិនគ្នាយើងចង់មកលេងខេត្តកំពរីហើយមានស្នាក់នៅផ្ទះសំណាក់បរាណសោផាបានព្រោះកន្លែងគាត់តែសមរម្យមែនតែនដូចជាមកបន្ទប់$5ក៏មាន$10ក៏មានលើនឹងក៏មានដែរអញ្ចឹងណាបើបន្ទប់ក៏អែមដែរលំសម្រាប់យើងខ្វះខាតលំសម្រាប់យើងដែរគ្មានលុយអញ្ចឹងណាដឹងត្រូវហើយដូចខ្ញុំយក$5ខ្ញុំគេយកឲ្យខ្វះដែរអញ្ចឹងណាបាទព្រោះដាច់យ៉ៃដែរអញ្ចឹងយើងរកតែណាថោកថោកឯងបាទអញ្ចឹងបន្ទាប់ពីយើងចេញពីផ្ទះសំណាក់ហើយយើងធ្វើដំណើរទៅរកអីហូបទៅព្រោះថាដាច់បាយយកមិញដូចលួចគ្នាយើងអើយដាច់បាយដាច់អីក៏ពុលឡើងក្រ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 អញ្ចឹងអញ្ចឹងយើងក៏រកបាយបាទព្រោះយើងតែឃ្លីតបាយហ្នឹងធ្វើមិនកើតទេខ្សោយកម្លាំងអញ្ចឹងណាបាទបន្ទាប់ពីយើងរកបាយយើងដាក់ហេតុអ្វីរដូវត្រជាក់កប់សេរីហ្មងហាងហ្នឹងណាហើយវារដូវត្រជាក់កប់សេរីហ្មងហើយយើងទៅមួយតារាចាំពិភពលោកអញ្ចឹងណាបាទខ្ញុំដាក់ខ្ទាវខ្ញុំដាក់ខ្ទាវឡើងភ្លឹបតាំងពុះប៉ែតែម្ដងបាទដល់ពេលយើងចេញពីហូបបាយហើយយើងក៏រករបស់ជាក់អញ្ចឹងណាព្រោះថាអត់មានរបស់ជាក់វាមិនកើតអញ្ចឹងណារបស់ដូចជាតែគុជតែគ្រូឆ្មាអញ្ចឹងគ្នាយើងស្គាល់គាត់អត់គាត់លក់នៅមុខសាលាវិទ្យាល័យហាក់មកគាត់មានហើយបន្ទាប់គាត់ឈ្មោះកាហ្វេក្តីសង្ឃឹមអញ្ចឹងទិញមួយគាត់ថែមគៀបសក់សម្រាប់ស្រីដាក់ប្រុសដាក់កើតគ្នាយើងបាទទីគាត់ទៅគាត់លក់នៅមុខផ្សារនៅមុខសាលាគ្នាយើងបាទមកបន្ទាប់ពីយើងចេញពីតូបរបស់គាត់ហើយយើងធ្វើដំណើរឆ្លងកាត់វិមានឯករាជ្យក្រុងសន្តិរមពោះទៅលើភ្នំអញ្ចឹងណាចាំដល់ថាភ្នំអីតិចចាំដល់ថាភ្នំអីអញ្ចឹងណាគ្នាយើងនឹងចាំតិចចាំជម្រាបថាភ្នំអីនៅខេត្តមណ្ឌលគិរីដឹងច្បាស់ភ្នំហ្នឹងព្រោះភ្នំហ្នឹងល្បីក្នុងក្រុងសន្តិរមខេត្តមណ្ឌលគិរីអញ្ចឹងណាគ្នាយើងគឺភ្នំដល់ក្រមុំអូយភ្នំឈ្មោះភ្នំចម្លែកប្លែកអារម្មណ៍ហ្នឹងឡើងខប់សេរីតែមកឈ្មោះភ្នំហ្នឹងណាបាទភ្នំដល់ក្រមុំនេះស្ថិតនៅក្នុងក្រុងសន្តិរមខេត្តមណ្ឌលគិរីបាទជឿលើនេះគឺតិចខ្លាំងមែនតើគ្នាយើងតិចស្រើបស្រាវតែម្ដងហើយសម្រាប់អ្នកខេត្តទីនេះគឺគេស្គាល់ច្បាស់ហើយសម្រាប់អ្នកដែលនៅខេត្តផ្សេងៗដូចជាខ្ញុំឥឡូវនេះក៏ស្គាល់ច្បាស់ដែរអញ្ចឹងណាបាទនិយាយទៅទីស្បនេះគឺនិយាយថាអាចថាស្អាតខ្លាំងហើយយើងអាចឃើញព្រៃភ្នំព្រៃប្រឹក្សាអ្នកតាវត្តគឺឃើញទាំងអស់អញ្ចឹងណានិយាយទៅស្រដៀងនៅខេត្តរតនគិរីដែរដូចជាខេត្តពួកខ្ញុំដែរអញ្ចឹងណាខេត្តពួកខ្ញុំគឺភ្នំស្វាយស្រដៀងនឹងដែរគាត់ថាភ្នំស្វាយគឺមានរូបបដិមាដ៏ធំមួយនៅលើភ្នំហ្នឹងអញ្ចឹងណាយើងអាចឃើញក្រុងបានលងដូចគ្នាដែរតែនៅភ្នំដល់ក្រមុំនេះនៅខេត្តមណ្ឌលគិរីនេះយើងឃើញដូចគ្នាដែរនៅលើភ្នំនេះគឺមានព្រៃប្រឹក្សាល្អអាកាសធាតុត្រជាក់អញ្ចឹងណាយើងក៏ឃើញក្រុងសន្តិរមដូចគ្នាដែរស្រដៀងនឹងខេត្តរតនគិរីដែរអញ្ចឹងណា